ជម្រាបសួរទាំងអស់គ្នាសួស្តីទាំងអស់គ្នាចាហ្នឹងហើយឥឡូវហ្នឹងយើងចូលមកដល់មេរៀនទី2ចាចំពោះមេរៀនទី2នេះដែរគឺយើងយកកញ្ចក់ដែលយើងបានរស់រៀងតម្រង់ហើយតាំងពីថ្ងៃមុននោះយើងយកមកគូជាចុងម្ដងចាសម្រាប់គូចុងនេះគ្រូយកពណ៌ខ្មៅដោយសារឲ្យវាស្រួលមើលរៀងច្បាស់បន្តិចណាឥឡូវហ្នឹងគឺជាយើងយកតម្រង់ជ្រុងចំចាមាននឹងទឹកថ្នាំពណ៌ជែពណ៌ខ្មៅហើយនឹងជក់មុខទូចមួយចាជក់មុខទូចនេះមានច្រើនប្រភេទមែនតែទាំងអស់គ្នាយកអាមុខទូចស្រួចហើយយើងវែងនេះមកអានឹងវាស្រួលប្រើណាចាយើងគូតាមឆ្នូតទេចុងពណ៌ខ្មៅដោយសារវាជាតម្រង់ជ្រុងចំអានឹងតម្រង់ទី1ចាតម្រង់ទី2គឺជ្រុងកែងមូដែលយើងរៀនកាលពីមេរៀនទី1ឥឡូវនេះយើងដល់វគ្គគូចុងណាចាតម្រង់ទី2គឺជ្រុងកែងមូយើងយកជែលពណ៌ខ្មៅគូកែងនឹងមួយឆ្នូតយើងគូរៀងសិនចាគូសងខាងឆ្វេងមួយឆ្នូតស្ដាំមួយឆ្នូតបន្ទាប់មកយើងគូចំណុចកណ្ដាលហ្នឹងឲ្យវាត្រង់ចាបន្ទាប់ហើយទើបយើងសាប់យកថ្នាំជែលពណ៌ខ្មៅហ្នឹងគឺយើងសាប់វាឬក៏ផាត់វាឲ្យពេញខាងចុងនឹងមកអញ្ចឹងយើងនឹងទទួលបានតម្រង់ទី2គឺជ្រុងកែងមូចាហើយសូមបញ្ជាក់គឺវគ្គនេះគឺយើងប្រើម៉ាស៊ីនណាទាំងអស់គ្នាគឺយើងគូហើយហ្នឹងគឺយើងចូលម៉ាស៊ីនណាគ្រាន់តែគ្រូកាត់កន្លែងហ្នឹងហើយអត់បានចូលជាមួយនឹងកាត់ដាក់ម៉ាស៊ីនទេចាតែចូលដល់វគ្គនេះគឺត្រូវប្រើម៉ាស៊ីនហើយតម្រង់ទី2នេះគឺតម្រង់ជ្រុងកែងមូចាឥឡូវយើងចូលដល់តម្រង់ទី3គឺតម្រង់មូទាលចាតម្រង់មូទាលយើងមានពណ៌ក្រហមយើងយកពណ៌ក្រហមគូក៏បានដែរចានិយាយទៅយកពណ៌ណាលិចមកដើម្បីឲ្យយើងស្រួលមើលណាកុំឲ្យយើងសន្លឹងខ្លាំងពេកចាបន្ទាប់ហើយយើងគូតម្រង់ទី3មូទាលចាគូខាងឆ្វេងមួយឆ្នូតខាងស្ដាំមួយឆ្នូតចាបន្ទាប់មកយើងក៏ផាត់វារៀបថាយើងផាត់រៀបថាយើងតម្រឹមរៀងឲ្យវាស្មើអញ្ចឹងណាចាមួយឆ្នូតមកហើយកុំភ្លេចគូហើយគឺត្រូវតែចូលម៉ាស៊ីនសម្រាប់ការរៀនជែលនេះដែរគឺម៉ាស៊ីនគឺសំខាន់ណាស់គឺគូហើយត្រូវតែចូលម៉ាស៊ីនថ្នាំកញ្ចក់ជែលនេះបើសិនជាទាំងអស់គ្នាអត់ចូលម៉ាស៊ីនទេវាអត់ស្ងួតទេចាសូមបញ្ជាក់ណាវគ្គនេះគឺវគ្គប្រើម៉ាស៊ីនហើយចឹងទាំងអស់គ្នាត្រូវមានម៉ាស៊ីនមួយមករួចរាល់ហើយតម្រង់ទី3គឺតម្រង់មូទាលចាឥឡូវយើងចាប់ដើមចូលដល់តម្រង់ទី4តម្រង់ទី4នេះដែរគឺតម្រង់មូស្រួចឬក៏មូស្ដួចចឹងទៅចានិយាយរួមទៅយើងហៅទៅតាមខុសៗគ្នាចឹងទៅណាអ្នកខ្លះគេហៅមូស្រួចមូអីនេះហៅគេហៅមិនហៅទៅសំខាន់យើងរៀនគូឲ្យតែដឹងស្គាល់តម្រង់នឹងមកចាតម្រង់មូរៀងស្រួចគូខាងឆ្វេងមួយឆ្នូតខាងស្ដាំមួយឆ្នូតសិនបន្ទាប់ហើយចាំយើងផាត់សរេរាងវាតាមក្រោយចាតែប៉ុណ្្នឹងឯងហើយចូលម៉ាស៊ីនសម្រាប់ការចូលម៉ាស៊ីនក្នុងមួយជាន់គឺយើងចូលម៉ាស៊ីន60វិចា60វិក៏បាន30វិក៏បានទៅតាមម៉ាស៊ីនរបស់យើងណាបើគ្រូចូលអាម៉ាស៊ីន7នោះគឺចូល60អីចឹងទៅព្រោះអាម៉ាស៊ីន7ហ្នឹងកម្លាំងវាតិចបើចូលម៉ាស៊ីនធំនោះគឺគ្រូចូល30វិអីទេអញ្ចឹងណាចានិយាយរួមចូលទៅតាមកម្លាំងវ៉ាត់របស់ម៉ាស៊ីនដែរឥឡូវចូលមកដល់តម្រង់ទី5គឺតម្រង់ស្រួចចាតម្រង់ស្រួចហ្នឹងក៏គូឆ្វេងមួយឆ្នូតស្ដាំមួយឆ្នូតនិយាយរួមគឺយើងដឹងតែគូរៀងវាមួយឆ្នូតហើយទើបយើងសាប់វាឲ្យពេញចាហើយសម្រាប់ចុងនេះដែរយើងចង់យកតូចធំទៅតាមអតិថិជនរបស់យើងណាបើភ្ញៀវយើងគាត់ស្រឡាញ់រៀងចុងរៀងធំយើងក៏គូធំទៅគាត់ស្រឡាញ់ចុងរៀងតូចឆ្មាយើងក៏គូតាមនឹងមកចា
អានេះគឺទម្រង់ស្រួចចាចង់ស្រួចណាចាបន្ទាប់ពីយើងគូររួចរាល់ហើយយើងចូលម៉ាស៊ីនចេញមកវិញយើងលាបជាមួយនឹងទឹកអាឡូងដែលហៅថា UV top coat អីហ្នឹងឯងចាទឹកអាឡូង gel ហ្នឹងហើយទាំងអស់គ្នាកុំភ្លេចវគ្គបន្តទៀតទាំងអស់គ្នាត្រៀមជាមួយនឹងពណ៌ថ្នាំបញ្ចុះចែផងណាព្រោះវគ្គបន្តទៀតហ្នឹងមានជាពណ៌ថ្នាំបញ្ចុះចែចាមានពណ៌សពណ៌ខ្មៅពណ៌ក្រហមពណ៌លឿងពណ៌បៃតងឬក៏ពណ៌ទឹកប៊ិចអីអញ្ចឹង 4-5 ពណ៌មកព្រោះអីយើងចូលដល់វគ្គបន្ទាប់ហ្នឹងគឺវគ្គច្នៃម៉ូត gel ចាហើយជាមួយនឹងមានទឹកបំបែក gel ផងចាអានេះថ្នាំកញ្ចក់ gel ពណ៌ខ្មៅហ្នឹងគឺយើងអាចយកអាដបដូចគ្រូក៏បានឬក៏យកជាប្រភេទថ្នាំកញ្ចក់លាបហ្នឹងក៏បាន